តែមានតែពេញចិត្តតម្លៃនេះបានគួរតម្លៃរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនេះបានផ្សាយមករដ្ឋសភាពលយើងបានឃើញតាំងពីម្សិលមិញហើយខ្ញុំក៏បានអានដល់យុទ្ធតុដាក់ហើយខ្ញុំនិយាយតម្លៃថាតម្លៃនឹងគឺជាតម្លៃដែលមានការទទួលខុសត្រូវជាតិទេព្រោះតែទៀតយើងឃើញមានចំណុចជាច្រើនដែលខ្ញុំកត់ស្គាល់ហ្នឹងណាដូចជាករណីដែលគាត់រុញឬខ្លះដែលជាសមត្ថកិច្ចនៃការទទួលខុសត្រូវរបស់គាត់នឹងតើឲ្យអង្គភាពប្រឆាំងមួយនឹងវាអត់ត្រឹមត្រូវទេដោយរឿងការបាត់បង់មូលនិធិសកលការទិញមុខនឹងគឺធម្មតាមូលនិធិសកលនឹងគឺផ្ដល់ជំនួយមកឲ្យក្រសួងសុខាភិបាលចាត់ចែងហើយអ្នកដែលធ្វើបាត់មូលនិធិនឹងគឺមន្ត្រីរបស់ក្រសួងសុខាភិបាលអញ្ចឹងជាធម្មតាក្រសួងសុខាភិបាលក៏ដូចជាក្រសួងនានារបស់រដ្ឋដែរតែមានសកម្មកម្មផ្ទៃក្នុងដើម្បីស៊ើបអង្កេតដើម្បីមើលរឿងនឹងថាតើវាបាត់វាយ៉ាងម៉េចហើយដាក់ទណ្ឌកម្មយ៉ាងម៉េចហើយបើសិនជាហួសសមត្ថកិច្ចខ្លួនបើខ្លួនថាហួសសមត្ថកិច្ចក្នុងការដាក់ទណ្ឌកម្មអានោះបាត់គេរុញទៅឲ្យអង្គភាពប្រដឹងអង្គភាពឆាំងពលរដ្ឋអង្គភាពឆាំងពលរដ្ឋចាត់ធានការទៅទៀតប៉ុន្តែឥឡូវនេះមកដល់ពេលនេះយើងអត់ឃើញថាមន្ត្រីដែលពាក់ព័ន្ធនឹងមានដំណាំមួយចុះខ្លួនណាបាទឃើញវាស្ងាត់ទៅហើយក៏រុញទៅនឹងវិញអានេះគឺទីមួយដែលយើងឃើញថាការបំពេញរបស់គាត់ហាក់បីដូចជាខ្វះការត្រឹមត្រូវទី2គឺរឿងការដោះដូរអគាររបស់ក្រសួងសុខាភិបាលមានអគាររដ្ឋច្រើនណាស់អគារសុខាភិបាលហ្នឹងគឺការដោះដូរដល់អត់មានតម្លាភាពហើយមានការតវ៉ាច្រើនពីបុគ្គលិកហើយដល់ចឹងទៅឃើញចាក់ខំបិទមាត់ឲ្យបុគ្គលិកតវ៉ាហ្នឹងឲ្យលុយដោយនៅមន្ទីរពេទ្យបង្អែកសកម្មមុននេះអាចជាប់vớiមានអីនេះគឺបុគ្គលិកនឹងក៏តវ៉ាខ្លាំងទៅបានឃើញដោះដូរដែលបុគ្គលិកប្រាប់ខ្ញុំនឹងថាបានម្នាក់បាន$2000ដែរប៉ុន្តែមានបុគ្គលិកម្នាក់ដែលជាដុកទ័រដែលក៏យកលុយពុករលួយហ្នឹងហើយយើងអត់ដឹងថាតើការដោះដូរអគារនឹងដោះដូរយុទ្ធនាហើយដោះដូរពីម៉េចលុបពីម៉េចហើយបានតម្លៃប្រមាណគឺអត់អាចមិនដឹងហើយដល់មកឥឡូវនេះស្រាប់តែឃើញតែជាធនាគារទៅវិញចឹងទៅបុគ្គលិកក៏ឆ្ងល់ដែរខ្ញុំបានសួរនៅបុគ្គលិកមួយចំនួនហ្នឹងគាត់ក៏ឆ្ងល់ដែរហើយដោយការដោះដូរមន្ទីរពេទ្យក្រុងអន្តរមុខបរិយាកាសហ្នឹងអានោះគាត់ដោះដូរគាត់ដឹងគាត់ឆ្លើយអត់ច្បាស់លាស់ចំណុចហ្នឹងហើយនៅកន្លែងហ្នឹងតែខ្ញុំដឹងដែរហ្នឹងព័ត៌មានដែលខ្ញុំទទួលបានហ្នឹងគឺដើម្បីឲ្យបុគ្គលិកតវ៉ាហ្នឹងបុគ្គលិកម្នាក់ឲ្យ$1000ដែរបាទអានោះគឺជារឿងដែលយើងឃើញថាគាត់អត់ដល់ចម្លើយឲ្យយើងបានត្រឹមត្រូវទេហើយនៅមណ្ឌលសុខភាពច្រើនទៀតដែលមានគម្រោងដែរហើយអ្វីដែលយើងគួរឲ្យគូចិត្តដែលថាឃើញថាយើងបានឯកសារមកនេះគឺការដោះដូរមជ្ឈមណ្ឌលជាតិកម្ចាត់គុណចាញ់ដោះដូរជាមួយក្រុមហ៊ុនដែលសង់នៅណាហ្នឹងគេវាយតម្លៃអានោះឆ្នាំ2012ពីក្រុមហ៊ុននឹងដែលមានមន្ត្រីអន្តរក្រសួងចូលរួមវាយតម្លៃដីអគាររដ្ឋនឹងមួយការ៉េតែ$1500ដែលតម្លៃទីផ្សារនោះដល់ទៅ$1500គឺខុសគ្នាហើយក៏តបានឆ្លើយដែរបាច់មិនយើងបានទទួលយកហើយមានករណីច្រើនទៀតបាទដោយតម្លៃឆ្នាំពេទ្យនឹងខ្ញុំបានទទួលឯកសារដែលខ្ញុំលើកបង្ហាញនេះគឺឯកសារឆ្នាំ2009ទេហើយនៅក្នុងនោះឃើញតារាងតម្លៃនឹងវាថ្លៃតិចថ្លៃតែថាតម្លាភាពនោះដែលថ្លៃតារាងតម្លៃខ្លាំងទៅថ្លៃហើយដែលខ្ញុំលើកទៅរឿងអាម៉ុកស៊ីលីនមកគាត់អាម៉ុកស៊ីលីននេះគឺមានតម្លៃចាប់ពីថ្លៃបំផុតហើយពីបោះខ្មែរផលិតនៅស្រុកខ្មែរ$22ក្នុងមួយប្រអប់1000គ្រាប់ហ្នឹងដេក500ហ្នឹងទៅដល់ឆ្នាំបារាំងត្រឹមតែ$80ទេប៉ុន្តែតម្លៃដែលទិញពីឥណ្ឌានោះទៅឡើងមកប្រអប់ហ្នឹងឡើងដល់ទៅ$280$84តែថ្លៃពេកតែបើខ្ញុំសួរគាត់ឆ្លើយគាត់អត់ឆ្លើយគាត់ថាអីដេញថ្លៃប៉ុន្តែខ្ញុំបានស្នើសុំបើថាយើងមានការទទួលខុសត្រូវថាយើងបានធ្វើត្រឹមត្រូវយើងខ្លាចអីព័ត៌មានទាំងអស់នោះដាក់ក្នុងwebsite របស់ក្រសួងទៅអ្នកក្រុមហ៊ុនដេញបាត់ឡើយយ៉ាងនេះទៅអានេះអស់ចិត្តដល់មហាជនប៉ុន្តែបើសិនជាយើងគិតនិយាយថាយើងធ្វើត្រឹមត្រូវតម្លាភាពប៉ុន្តែមហាជននៅតែអត់បានឃើញតម្លៃពិតប្រាកដនឹងហើយតែគេដឹងអាកោឆាហ្នឹងវាបែរជាគេនៅរឿងនេះហ្នឹងបាទអានេះគឺថាមែនទេអញ្ចឹងដល់ខែដែលអាដាមលើកឡើងថាចម្លើយរបស់មានជំនួយខុសត្រូវពីខ្លួននោះបង្ហាញពីអីវិញអាដាមបង្ហាញវាអត់សមស្របនឹងការពិតចម្លើយនឹងបាត់ការពិតហើយគាត់អត់បានឆ្លើយផងពេលខ្លះក៏អត់បានឆ្លើយយើងស្ដាប់ទៅក៏អត់ឃើញឆ្លើយនឹងចំសំណួរហ្នឹងយើងមើលទៅព្រោះសំណួរឃើញតែកសិកម្មទទួលបានទាំងហើយបើយើងឃើញអារបាយការណ៍ចាត់មកនោះវាអត់ចំសំណួរ
ចឹងយើងមិនអាចចាត់ទុកថាជាចម្លើយថាបាន ឬចប់ត្រឹមហ្នឹងឬមែន ណែមិនតែដឹងថាចប់ត្រឹមនឹងឡើយទេព្រោះឥឡូវនេះដោយសារយើងទៅគណៈខាងក្រុមឡើយគណៈបក្សជាតិយើងនឹងត្រូវការប្រជុំទីក្នុងសិទ្ធថាដើម្បីតែយើងនឹងអាចធ្វើឲ្យទៀតតាមសមត្ថកិច្ចរបស់យើងបាទអាចធ្វើទៅបាន ហេតុតែអាដាមមិនដេញដោលបន្តទៀតទៅពីហ្នឹងបាទ គឺអាស្រ័យលើស្ដេចប្រធានទេព្រោះយើងចង់សួរនាំតទៀតដោយមានតំណែងនេះគឺនោះបានលើកដៃដែរប៉ុន្តែស្ដេចប្រធានលោកបានបិទទេណាអញ្ចឹងខ្ញុំក៏បានអរគុណដល់ស្ដេចប្រធានរដ្ឋសភាដែរដែលបានអនុញ្ញាតឲ្យខ្ញុំលើកឡើងពីចោតសួររឿងនេះហើយខ្ញុំក៏បានស្នើសុំជាអាកាសស្នើសុំថាលើកក្រោយទៀតថាសូមឲ្យគាត់ដល់ពេលវេលាថែមទៀតដើម្បីឲ្យណានេះគឺបានសួរឲ្យវាសមរម្យណាហ្នឹងហើយ មួយទៀតអាដាមមើលឃើញតែប្រកាទុកពេលវេលាតិចប៉ុណ្ណឹងហើយនៅទៅសភានេះមានការងារអីធំដុំក្រៅពីនឹងធ្វើសោះហើយពេលវេលាប៉ុណ្ណឹងមើលទៅយ៉ាងម៉េចទៅវិញបាទ វាមិនមែនជាការបាទវាមិនមែនជាការទទួលខុសត្រូវរបស់យើងទេអានឹងវាអាស្រ័យថ្នាក់ដល់រដ្ឋាភិបាលណាបាទប៉ុន្តែទោះយ៉ាងណាក៏ដោយក្រមតំណាងរាស្ត្រមកពីគណៈបក្សជាតិយើងនឹងដាក់ខ្លួនឯងរបស់យើងប្រាប់ដល់ពីវេលាសមត្ថភាពរបស់យើងដែលមានដើម្បីជំរុញខិតខំគឺយ៉ាងណាដើម្បីចូលរួមក្នុងការធ្វើកិច្ចការដែលជាផលប្រយោជន៍របស់ប្រជាជាតិ អានទៅថ្ងៃនេះយើងសភាមិនដល់ពេលវេលាបានយើងក្នុងការសួរនាំរឿងសំខាន់ ខ្ញុំមកទៀតខ្ញុំឆ្លាតរួចទៀតតែទៅចូលតែដើម្បីពីឡងបាទព្រោះខ្ញុំមិនទៅរដ្ឋសភាណាខ្ញុំ អានោះអស់នឹងអ្វីដែលជាសំណួរដែលពុកដល់ខាងនេះឲ្យចិត្តសំខាន់ទេ សំណួរទាំង10សំណួរសំខាន់ទាំងអស់សិតតែរឿងដែលវាទាក់ទងនឹងវិស័យសុខាភិបាលទាំងអស់បាទរួមទាំងការផ្ដល់សេវាសុខាភិបាលសេវាសុខភាពដល់ប្រជាប្រដ្ឋក្រីក្រព្រោះយើងក៏បានដឹងហើយក៏អាចឆ្លើយចំនឹងសំណួររបស់យើងទេយើងចង់ដឹងអំពីគណៈការរបស់ក្រសួងថាតើមានគណៈការបណ្ណាក្នុងការផ្ដល់សេវាជូនដល់ប្រជាប្រដ្ឋក្រីក្រហ្នឹងគាត់តែឆ្លើយអំពីហើយអានេះដែលជាបញ្ហាយើងចង់គាត់យើងជំនការដើម្បីរៀបចំរឿងនេះឲ្យវាឲ្យបានខ្ពស់ជួយលើកស្ទួយថាលើកស្ទួយសិទ្ធិជួយដល់អ្នកដែលគេក្រដែលខ្វះលុយណាបាទគាត់ក៏ឆ្លើយអត់បានចំណេះដែរចំណេះនឹងហើយអាការជំនាញរដ្ឋាភិបាលពីពេទ្យវិទ្យាថាគឺយើងស្នើសុំឲ្យគាត់ឆ្លើយដែរប៉ុន្តែគាត់ហាក់បីដូចមានតម្លៃនេះគាត់ថាមានមួយផ្សេងមួយឆ្នាំនឹងបាទឆ្នាំនឹងបាន10លានទៅជួយដល់ពីពេទ្យវិទ្យាថាដែរប៉ុន្តែមិនមែនរដ្ឋទេអានេះគឺជាផ្សេងហើយគាត់បានថាបានចូលក្របខ័ណ្ឌទៅចូលមន្ត្រីពេលនេះជាសំខាន់រដ្ឋសំខាន់នេះចូលប្រខណ្ឌរដ្ឋទេព្រោះយើងដឹងថាលោកវិជ្ជាបណ្ឌិតបេតឆ្នើនឹងគាត់បានពីនេះគាត់បានប្រកាសសងហើយគាត់ចាស់ហើយគាត់អាចចូលទៅពីនោះទៀតអញ្ចឹងគាត់សូមឲ្យរដ្ឋសូមឲ្យរដ្ឋាភិបាលក្រសួងស្ថាប័នទៅគិតគូររឿងនេះដើម្បីធ្វើម៉េចឲ្យទីពេទ្យវិទ្យាផាននេះមានរដ្ឋាភិបាលជាទីកាលណាព្រោះយើងដឹងថាទីពេទ្យនេះបានក្នុងឆ្នាំបាន